លោកជំទាវដិតនីតាសាយសម្អាអញ្ជើញប្រពៃទិវាកុមារអន្តរជាតិ1មិថុនា2026និងសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានានៅក្នុងសាលាបឋមសិក្សាហ៊ុនសែនមិត្តភាពក្រុងព្រះសីហនុឯកឧត្តមម៉ាងស៊ីណេតអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុនិងលោកជំទាវគឹមសុភ័ក្របានអញ្ជើញចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ1មិថុនា2026ព្រមទាំងសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានានៅក្នុងសាលាបឋមសិក្សាហ៊ុនសែនមិត្តភាពដែលស្ថិតនៅក្នុងសង្កាត់លេខ4ក្រុងព្រះសីហនុក្រោមអធិបតីភាពលោកជំទាវដិតនីតាសាយសំអាលនាព្រឹកថ្ងៃច័ន្ទទី8ខែមិថុនាឆ្នាំ2026នៅក្នុងឱកាសនោះលោកជំទាវបានពំនាំការផ្ដាំផ្ញើពីឯកឧត្តមសាយសំអាលប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុដោយនៅក្នុងថ្ងៃនេះយើងបានជួបជុំគ្នាដើម្បីអបអរសាទរទិវាកុមារអន្តរជាតិ1មិថុនា2026និងការដាក់សម្ពោធឲ្យប្រើប្រាស់នៅសួនរួមទាំងសម្ភារៈប្រើប្រាស់ដែលកើតឡើងពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្តនិងក្រុមការងារចុះជួយខេត្តព្រះសីហនុព្រមទាំងពំនាំសួរសុខទុក្ខពីឯកឧត្តមសាយសំអាលដែលតែងតែយកចិត្តទុកដាក់ការងារមូលដ្ឋានជាពិសេសទៅលើសេដ្ឋកិច្ចមូលដ្ឋានមានដូចជាការសិក្សាអប់រំនិងសុខភាពមូលដ្ឋានទាំងអស់នេះគឺជាគោលដៅចម្បងឲ្យសេដ្ឋកិច្ចមូលដ្ឋានកាន់តែប្រសើរឡើងស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចអធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជានៅក្នុងនោះដែរលោកជំទាវបានលើកឡើងថាកាលពីថ្ងៃមុនឯកឧត្តមនឹងលោកជំទាវបានចូលសិក្សាសហគមន៍ចុងអូនៅក្នុងស្រុកព្រៃនប់ដែលជាកន្លែងធ្វើវិរិយវប្បកម្មសមុទ្រហើយយើងមិនបានពឹងផ្អែកធ្វើកសិកម្មទៅលើការដាំដុះតែមួយមុខនោះទេយើងពឹងផ្អែកទៅលើការធ្វើផ្នែកជលផលសមុទ្របន្ថែមទៀតឲ្យមានចម្រុះនៅក្នុងវិស័យកសិកម្មរបស់យើងដើម្បីផ្ដល់ចំណូលបន្ថែមជូនទៅដល់ប្រជាពលរដ្ឋដល់មូលដ្ឋាននៅក្នុងនោះយើងមិនរំពឹងថានឹងទទួលបានប្រាក់ចំណេញច្រើននោះទេតែវាក៏ជាផ្នែកមួយជំរុញកំណើនសេដ្ឋកិច្ចដោយទាំងអស់នេះគឺជាអ្វីដែលក្រុមការងារមូលដ្ឋានខិតខំប្រឹងប្រែងជំរុញសេដ្ឋកិច្ចមូលដ្ឋានហើយសម្រាប់ថ្ងៃនេះបង្ហាញពីការយកចិត្តទុកដាក់របស់ក្រុមការងាររាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរខេត្តផងដែរលោកជំទាវបានបន្តថាជំនួសមកឲ្យឯកឧត្តមសាយសំអាលឧបនាយករដ្ឋមន្ត្រីក្រសួងដែនដីនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុសូមកោតសរសើរចំពោះសប្បុរសជននិងក្រុមការងារបានជួយកែលម្អសោភ័ណភាពសាលាคล้ายទៅជាសាលាគំរូដើម្បីឲ្យក្តីស្រមៃរបស់កូនคล้ายទៅជាការពិតយើងជឿជាក់ថាបងប្អូនកំពុងតែកសាងស្ពានដឹកនាំផ្លូវដើម្បីក្មួយរបស់យើងជាធនធានសំខាន់សម្រាប់ប្រទេសជាតិបន្តវេនសូមអរគុណភាពអត់ធ្មត់និងការលះបង់របស់លោកគ្រូអ្នកគ្រូដើម្បីបង្ហាត់បង្រៀនឲ្យក្មួយคล้ายទៅជាវិជ្ជបណ្ឌិតគ្រូពេទ្យមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធហើយអ្វីដែលក្រុមការងារបានជួយផ្ដល់ភាពងាយស្រួលទៅដល់លោកគ្រូអ្នកគ្រូតាមរយៈការប្រស័យតាក់ទងគ្នាទន្ទឹមនឹងនេះសូមលើកទឹកចិត្តទៅដល់ការសិក្សាតាមបែប Digital តាមបរិបទពិភពលោកថ្ងៃនេះយើងសម្ពោធសាលាវិនិយោគទៅលើកុមារកម្ពុជាព្រមទាំងលើកទឹកចិត្តក្រុមការងារមូលដ្ឋាននិងសប្បុរសជនបន្តគាំទ្រវិភាគទានដល់សាលានៅក្នុងក្រុងព្រះសីហនុទៅលើការសិក្សានិងជូនពរឲ្យសាលាបឋមសិក្សាហ៊ុនសែនមិត្តភាពទទួលបានពីរង្វាន់ជ័យលាភីសាលាបម្រើសេវាសាធារណៈគំរូសម្រាប់ឆ្នាំ2025នៅពេលខាងមុខហើយបន្ទាប់មកលោកជំទាវក៏បានប្រគល់កាបូបសិស្សនិងសម្ភារៈសិក្សាចំនួន435ជូនទៅកាន់សិស្សានុសិស្សប្រគល់បានសរសើរជូនទៅដល់សិស្សពូកែផ្នែកអក្សរសាស្ត្រខ្មែរនិងគណិតវិទ្យាព្រមទាំងជូនលិខិតថ្លែងអំណរគុណទៅដល់សប្បុរសជនដែលបានចូលរួមអភិវឌ្ឍសាលាបឋមសិក្សាហ៊ុនសែនមិត្តភាពនិងកាត់ខ្សែបូសម្ពោធសមិទ្ធផលនានាប្រកបដោយបរិយាកាសរីករាយ